ដែលយើងនិយាយឲ្យគេបានប្រយោជន៍មានច្រើនណាស់នឹងឯងនិយាយទៅគឺថាឲ្យគេបានសុខបានប្រយោជន៍សមនឹងបំណងដែលថាយើងចង់ឲ្យគេបានល្អគឺយើងនិយាយទៅវាសំខាន់ត្រង់ដែលគេស្ដាប់ទៀតណាតែនិយាយទៅគេមិនចង់ស្ដាប់គេមិនចង់ឮនោះស្រេចបាត់ហើយនិយាយអីកើតទៀតបើគេអត់ស្ដាប់គឺណាហើយយើងគិតថានិយាយឲ្យគេបានប្រយោជន៍យ៉ាងម៉េចដល់ទៅគេខឹងគេចាំចាប់តែអាកន្លែងខុសយើងទៅវិញទៅទៀតដូច្នេះសំខាន់ដំបូងត្រូវឲ្យគេចូលចិត្តស្ដាប់ដល់តែគេស្ដាប់បានគេអាចដឹងសេចក្តីដឹងអ្វីៗដែលសារស័ព្ទទៅនឹងល្អទៅមានប្រយោជន៍នឹងឯងចឹងអញ្ចឹងគឺដើម្បីឲ្យគេចូលចិត្តស្ដាប់វាតើតែថាមានអំណោយទានក៏ទានទៅពាក្យសម្ដីពីរោះទៅយើងនិយាយទៅដើម្បីគេចូលចិត្តស្ដាប់អញ្ចឹងគឺថាត្រូវធ្វើធម្មទានបានប្រយោជន៍ត្រង់ដែលគេចូលចិត្តស្ដាប់នឹងឯងហើយតែគេស្រឡាញ់គេចូលចិត្តគេតាំងចិត្តស្ដាប់ថែមទៀតអានឹងធម្មទានមានប្រសិទ្ធភាពសំខាន់ណាស់យើងចង់ណែនាំបងប្អូនកូនចៅញាតិមិត្តអីត្រូវធ្វើខ្លួនឲ្យជាទីស្រឡាញ់យើងកុំរបៀបយកទឹកក្តៅទៅស្រោចបន្លែនឹងបដៅកូនចៅបានតែពេលខឹងនឹងឯងឬក៏រហូតដល់ទៅថាពាក្យសម្ដីដល់កូនចៅអីហ្នឹងវាក្រាន់ទេអ្នកដតីអីហ្នឹងតែប៉ះពាល់មួយម៉ាត់មួយកហើយគេស្អប់យើងហើយអញ្ចឹងយើងនិយាយមិនក៏គេមិនចង់ឮគេមិនចង់ស្ដាប់អាហ្នឹងត្រឹមតែគេមិនចង់ស្ដាប់គេក្រាន់បើទេគេបន្ទុះគេតបតមកវិញម៉ាំងទៅម៉ាំងមកអាហ្នឹងវាដុតរោលភ្លើងក្តៅកាហាយរវល់ទៅនឹករោពាកតបតហ្នឹងមានបានសេចក្តីស្ងប់ទេមកដល់ចាស់ជារាស្លាប់ទៅអត់បានសន្សំអ្វីដែលជាសេចក្តីល្អជាទីពឹងឡើយអាហ្នឹងវាមានអញ្ចឹងទេថាគេថាវិញហើយនឹងឯងហើយមើលយើងថាបំណងថាឲ្យគេល្អហើយមានឯណាមើលមានតែការមួម៉ៅក្តៅក៏ហើយខឹងក្រោតត្រឡប់តបតមកអញ្ចឹងគឺថាពាក្យល្អពាក្យមានប្រយោជន៍ចាពុភៈភាណីសម្ដីផ្កាមានទាំងក្លិនក៏អូបដោយការចន្ទធូនេះណាល្អណាស់និយាយទៅគឺថាក៏អូបចេញពីមាត់ទៅហ្នឹងឯងហើយយើងខំដោះធ្មេញមួយថ្ងៃប៉ុន្មានដងហ្នឹងឯងបៀមថ្នាំបៀមវីតាមីន C ទៀតប៉ុន្តែនិយាយពាក្យសិតតែដូចចាក់នឹងលំពេងដូចកាប់នឹងពូថៅដូចលីងគ្រោះជាដាក់គេដូចថ្នាំពឹសលេជាមួយទឹកអីអញ្ចឹងឲ្យគេបរិភោគគេផឹកស្លាប់ណាស្លាប់ណីពាក្យសម្ដីខ្លាំងណាស់ទៀតខ្យល់មាត់คล้ายទៅជាខ្យល់ព្យុះក្នុងចិត្តអ្នកដតីខ្យល់កត្រាក់ណាបាក់ណាបាក់ណីអានឹងខ្យល់មាត់ចឹងបានថាពុទ្ធបរិស័ទយើងមិនអាចទៅបិទមាត់អ្នកដតីបានមែនប៉ុន្តែយើងប្រតិបត្តិធ្វើជាសំណាញ់ប៉ះនឹងអាកាសប៉ះនឹងខ្យល់មែនប៉ុន្តែអត់ជាប់ខ្យល់អញ្ចឹងពាក្យសម្ដីគឺថាឲ្យវាផុតទៅចោលទៅវាគ្រាន់តែអាស្រ័យចិត្តនាំឲ្យនិយាយទៅជួនកាលអ្នកនិយាយនឹងនិយាយរួចទៅភ្លេចបាត់ហើយវាគ្មានអីធំដុំទេគ្រាន់តែចង់លើកខ្លួនឯងអីខ្លះសេចក្តីថាឲ្យគេខ្លះតែប៉ុណ្្នឹងរួចទៅគាត់ភ្លេចគាត់ចោលបាត់ហើយយើងកុំចាប់យកមកទុកក្នុងចិត្តអញ្ចឹងទៅវាអត់មានបញ្ហាអីទេវាយើងចេះតែចាប់ខាំងទុកយូរទៅវាលាយកកល្អក់វាទៅជាស្អុយក្នុងចិត្តទៅខ្លួនឯងហ្នឹងចោលទៅប្រណិប័តអប់រំចិត្តដូចជាសំណាញ់កុំឲ្យវាជាប់ខ្យល់អាកាសហ្នឹងគឺថាយើងដឹងខ្លួនឯងក្នុងការប្រព្រឹត្តអ្វីៗហ្នឹងឲ្យបានល្អចឹងទៅទាំង